ចានៅក្នុងពេលនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាជួបបេក្ខជនចាទី1សេងឈួនពាក់ស្លាកលេខ039សូមអញ្ជើញទស្សនាដោយរីករាយគ្នាណាស់យើងទាំងពីរប្រាំបាត់មុខមិនបានរំលឹកនឹកគ្នាដូចជាយប់បង្ដួងចន្ទត្រីដូចមច្ឆាបឹងកងគៀអោពុំគៀបងនឹកអូណាស់ធម្មជាតិពេលរីត្រីស្ងាត់ខ្ញុំមានវិបត្តិឲ្យចិត្តក្រាត់យ៉ាងណាបើតាមមេដាគេត្រូវបែកសងសារបែកទាំងអរ៉ាអូលណែនបងដដែលដូចពីបងស្បត់មិនដែលនឹកក្បត់បន្តិចសោះឡើយដួងចិត្តបងជូនអូនអស់ហើយមានអ្វីឡើយក្រៅពីស្រឡាញ់គឺស្រឡាញ់ពេញមួយជីវិតសូមអរគុណច្រើនបេក្ខជនចានៅវិញ្ញាសាបទមនោសញ្ចេតនានៅក្នុងពេលនេះសូមអញ្ជើញគណៈកម្មការមានចាបច្ចេកទេសដូចគ្នានឹងយោបល់ដើម្បីផ្ដល់ជូនដល់បងអូនចាបាទសម្រាប់ខ្ញុំសង្ឃឹមសម្លេងបងអូននឹងបញ្ចេញខ្លាំងជាងអាបទមុនទៀតបទនេះប៉ុន្តែបងអូនទៅជានិយាយទៅធ្វើសម្លេងធ្វើឲ្យខ្ញុំអត់សូវមានអារម្មណ៍ហ្នឹងហើយបងប្អូនឆាប់បិទពេកដូចអាចុងក្រោយហ្នឹងបងឯងសាជាងអាឃ្លៀបងឯងជាងមុនដំបូងហ្នឹងស្រឡាញ់គ្នាណាស់យើងទាំងពីរប្រាំណាអាប្រានស្អីណាសិតប្រានស្អីហ្នឹងហើយអាពាក្យគ្នាក៏ឆាប់បិទដែរធ្វើម៉េចយើងសំឡេងយើងល្អដល់យើងបិទទៅយើងដូចចោលសំឡេងហ្នឹងឯងខ្ញុំចង់ឲ្យបើកទាំងអស់ទៅប្រើសំឡេងទាំងអស់យល់ទេអូខេអរគុណច្រើនសម្រាប់ខ្ញុំវិញគឺមកបត់តាំងពីដើមដល់ចប់ហ្នឹងអ្វីដែលជាបញ្ហាធំបំផុតគឺភាពភ័យបងមិនស្រឡះមិនចង់បញ្ចេញឲ្យអស់ភ័យខ្លាចគឺរឿងតែប៉ុណ្្នឹងឯងបើសិនជាបងជំនះអាហ្នឹងអ្វីនឹងល្អប្រសើរទាំងអស់ទាំងសំឡេងទាំងអ្វីដែលបងសាក់គាត់បានខមមិនគឺមកពីភាពមិនក្លាហានឲ្យអស់បងផាច់ជាខ្លាចពួកយើងឬក៏ខ្លាចថាសុំគុំមានអារម្មណ៍អញ្ចឹងនៅបទក្រោយខ្ញុំជឿថាសំឡេងបងល្អមែនទែនបាទអរគុណខ្ញុំគិតថាបទនេះអជាងមុនព្រោះភាពជឿជាក់ជាងមុនតិចព្រោះភ័យក៏កាត់បន្ថយដែរពី100ដល់សល់ធំ50តែសលេងគាត់នៅស្រាលអរគុណសម្រាប់នាងខ្ញុំនៅតែចូលចិត្តគាត់ច្រៀងដូចជាមានបច្ចេកទេសល្អមិននិយាយថាម៉េចទេគឺច្បាស់តែហ្មងទោះបីជាឲ្យច្រៀងកុកក៏នៅតែព្រោះហ្នឹងហើយធ្លាប់ច្រៀងលេងម្នាក់ឯងអីធ្លាប់ទេធ្លាប់បងចាហ្នឹងហើយអាហ្នឹងក៏ដូចជាការហាត់សមសម្លេងយើងដែរចាអរគុណចាសូមអរគុណច្រើននៅគណៈកម្មការដែលបានផ្ដល់នយោបល់ជូនដល់បេក្ខជននៅវិញ្ញាសាបទមនោសញ្ចេតនានៅក្នុងពេលនេះសូមចេញលោកអ្នកកញ្ញាពិនិត្យមើលបន្ទុកចាវិញម្ដងថាតើបទមនោសញ្ចេតនានេះបានបន្ទុកប៉ុន្មានពីគណៈកម្មការសូមជើញចាបន្ទុកគឺបាន6 4ដងទាំងអស់គ្នាចាពីគណៈកម្មការសូមជូនរំអបអរសាទរជូនដល់បេក្ខជនចាសូមជើញសម្រាប់សិនចុះសូមជើញ
គុណជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាជួបបេក្ខជនទី2គឺបេក្ខជនបនវ៉ាន់នីពាក់ស្លាកលេខ025សូមអញ្ជើញទស្សនាដូចតទៅองบ้านเคลื่อนใจล้างปีกอมพงสระแอมสระตรงดาเปสายนตกกอมพงเล่นบุพหารวบวนจัดบองมันตวนรำเพิบสนาอนสกอลก็ไว้เฮียนสได้จอมกไปบองเปิดจกไปโดงรองสาจำอ่อนใจเล่งบ้านใต้บุพาไว้แกล้งที่ว่าเมียนมาจากเตหายออกกองจิตตัวตึงปวดจุ่มวิ่งวงเลี้ยงกำเป็นกำเปรียกบ้าขนาดป้ามันบ้านใดสงผ้าตรงกายกายกุมก็ตายดะเตียนบองพอសូមអរគុណច្រើនចាលោកពូខ្ញុំសុំមុនហ្មងទៅមិនទៅចេតាចាសូមអញ្ជើញពីដំបងសូមផ្ដល់កម្លាំងចិត្តជូនដល់លោកពូសិនកុំឲ្យភ័យមិញនិយាយថាពីដំបងថាអត់ភ័យហ៎ឥឡូវសូមលេងតែដៃមួយឲ្យគាត់ភ័យឡើងខុសតុងអីហ្នឹងអត់ភ័យគាត់បុកពោះហ្នឹងហើយបុកពោះជ្រុលពេកឲ្យដំបងបុកល្មមអានេះបុកពោះខ្លាំងហ្មងពូភ័យខ្លាំងឡើងខុសតុងអីអញ្ចឹងបានន័យថាបត់នេះអត់សូវល្អដូចបត់មុនទេស្រីខុសតុងគាត់ស្រីខុសតុងគាត់ដឹងដែរតែអញ្ចឹងពូដឹងពីកំហុសរបស់ខ្លួនឯងហើយអញ្ចឹងត្រូវតែកែអរគុណចាចម្រៀងសំខាន់បំផុតចង្វាក់សំឡេងនឹងសំដៅទៅលើភាពពិរោះហើយមួយទៀតហ្នឹងគឺថាត្រូវឲ្យត្រូវតុងកុំឲ្យមានភ្លាវកុំឲ្យមានផ្្លាត់អីស្ដាប់ទៅវាអត់ពិរោះប៉ុន្តែមិនធម្មតាទេពូមិនព្រមតែភ្លាវហើយខុសតុងទាំងស្រុងតែម្ដងពេលលោកពូច្រៀងអញ្ចឹងអ្នកភ្លេងងាកមើលមុខគ្នាដូចថាខែលោកគាត់ចុចខុសតុងខ្លួនឯងឬយ៉ាងម៉េចចាអរគុណចាសូមអញ្ជើញបាទសម្រាប់ខ្ញុំសូមសរសើរនៅភាពក្លាហានរបស់លោកពូបាទខ្ញុំមានតែប៉ុណ្្នឹងឯងបាទចាសូមអរគុណចំណែកបងសាក់វិញខ្ពស់ម្លេះលោកអើយខ្ពស់ឡើងសំឡេងអត់យកពីជើងទៅលើឡើងកឡោតចង់ចេញមកក្រៅអីទៅលើយើងនៅកឡោតយើងទៅដល់លើវាថានេះវាថាកុំតើសាច់ដុំទីក៏វិញចេញមកក្រៅលូតឡាត់ហ្នឹងចឹងបានន័យថាតិចនេះច្រៀងខ្ញុំមិនដូចខាងនោះទេគាត់និយាយត្រូវទាំងអស់ប៉ុន្តែរឿងតិចនេះច្រៀងវិញបងឯងច្រៀងអាខាងលើណាត្រូវទាំងហើមបងឯងពីក្រោមខ្លាំងជាងបានបងឯងទប់អាដេញអាតិចនេះដែលធ្វើមិនឲ្យវាទលាយនឹងបានបើអញ្ចឹងទៅខុសគ្នាអរគុណច្រើនដល់ជាសម្លេងតែដៃចាអរគុណចឹងលោកពូបានលើឲ្យកុំភ្លេចកែតម្រូវណាយើងនៅវិញ្ញាសាមួយទៀតគឺបត់ញាក់ចាវិញម្ដងឥឡូវនេះសូមមើលបន្ទុករបស់លោកពូវិញម្ដងថាដើរបានប៉ុន្មានចាពីកម្មវិធីយើងពីគណៈកម្មការគាត់ផ្ដល់បន្ទុកជូនដល់លោកផងដែរចាបន្ទុកគឺបាន4 5 បន្ទុកចាបូកសរុបចូលគ្នាចាសូមសម្រាប់សញ្ចោះសូមជើញសូមអរគុណអស់លោកស្រីអ្នកនាងកញ្ញាប្រិមត្តទូរទស្សនិកជនយើងនៅបេក្ខនារីចាបន្តមកទៀតបេក្ខនារីសំរិទ្ធវណ្ណឌឿនពាក់ស្លាកលេខ042សូមចេញទស្សនាដូចតទៅបំ
សូមអរគុណច្រើនចាបេក្ខនារី ខ្ញុំសូមលើកទឹកចិត្តជាមុនខ្ញុំស្រឡាញ់សម្លេងនឹងមែនតើចេញពីចិត្តរបស់ខ្ញុំអត់និយាយកុហកឬក៏អីទោះបីបន្ទុកយ៉ាងណាក៏ដោយសូមបន្តនៅចម្រៀងនឹងខ្ញុំស្រឡាញ់មែនតើប៉ុន្តែនៅតែមានបញ្ហាដដែលដូចខ្ញុំជំរាបពីដំបូងអញ្ចឹងគឺចង្វាក់ហើយនឹងសម្លេងយើងចុងក្រោយគឺនៅតែភ្លាវអញ្ចឹងប៉ុន្តែបងស្រីហាត់ពុតធ្វើឲ្យល្អសម្លេងធម្មជាតិនេះមិនប្រកាសថាអ្នកណាក៏មានដែរសូមព្យាយាមម្ដងទេកុំបោះបង់ចោលអាជីពចម្រៀងសម្លេងល្អមែនទែនបាទអរគុណចាខ្ញុំផ្ដល់កម្លាំងចិត្តជូនបងស្រីព្រោះសម្លេងចង់និយាយថាអំណោយផលពីធម្មជាតិតែក៏តែមកពីការហាត់រៀនបានតិចឬមួយក៏អីអញ្ចឹងណាដូចបងសំណោះគាត់និយាយអញ្ចឹងកុំបោះបង់ចោលទោះបីជាបានបន្ទុកធ្លាក់ជាប់នៅពេលនេះក្តីការស្រឡាញ់សូមឲ្យបន្តទៀតព្រោះមានអារម្មណ៍ថាលើកក្រោយនឹងមានឱកាសទៀតបើសិនជាធ្លាក់ចាអរគុណបងអត់សូវចេះស្ដាប់តង់ហើយនឹងចង្វាក់ទេអានេះប្រហែលជាមកពីភ័យបារម្ភណាហើយខ្ញុំសូមឲ្យកម្លាំងចិត្តថាខ្ញុំនៅតែទទួលស្គាល់ថាសម្លេងល្អធម្មជាតិអរគុណចង់ឲ្យសម្លេងហ្នឹងពីរោះជាងអ្វីដែលយើងបានពីធម្មជាតិអត់ចង់ទៅលោកគ្រូហ្នឹងហើយអញ្ចឹងបានថាសម្លេងយើងហ្នឹងបានន័យថាយើងកើតមកគេផ្ដល់ឲ្យច្រើនណាយើងមានអរិញនិស័យច្រើនសម្លេងក៏ព្រោះប៉ុន្តែបើយើងអត់ពុតទេសម្លេងហ្នឹងវានៅតែប៉ុណ្ណឹងអញ្ចឹងបានថាបើយើងហាត់ពុតវាទៅសម្លេងហ្នឹងវាអាចព្រោះជាងហ្នឹងហើយយើងក៏បជាសម្លេងហ្នឹងបានដែរយើងចង់តិចយើងចង់ខ្លាំងយើងចង់អរិញយើងចង់ឲ្យវាមានពណ៌ខៀវចង់សម្លេងចង់ពណ៌ក្រហមចង់សម្លេងហ្នឹងពណ៌សសម្លេងមានពណ៌សម្បុររបស់វាបាទដល់អញ្ចឹងយើងត្រូវអាហ្នឹងត្រូវការហាត់ពុតណាប៉ុន្តែសម្លេងបងអូនព្រោះមែនតើហ្នឹងហើយប៉ុន្តែចង្វាក់បងអូនត្រូវរៀនភ្លេងរៀនអីហ្នឹងចង្វាក់ស្អីហ្នឹងបងអូនត្រូវចេះទាំងអស់ណាធម្មតាខ្លាយជាអ្នកចម្រៀងមិនបានដល់សម្លេងមួយទេណាហាត់ពុតទៀតបងអូនសូមអរគុណចាសូមអរគុណច្រើនបេក្ខនារីចាឥឡូវសូមពិនិត្យមើលបន្ទុករបស់បងអូនវិញម្ដងចាបានប្រមាណពីគណៈកម្មការសូមជើញចាបន្ទុកបាន5និងលេខ4ចាអបអរសាទរជូនដល់បងស្រីចាសូមសម្រាប់សិនចុះអូនចាសូមអរគុណបេក្ខនារីនិងបេក្ខជន3រូបចាបានកន្លងហូបផុតទៅហើយនៅក្នុងវិញ្ញាសាបទមនោសញ្ចេតនាយើងនៅ3រូបជាបន្តទៀតនៅវគ្គក្រោយនៅពេលនេះសូមអនុញ្ញាតពីលោកអ្នកនាងកញ្ញាសម្រាប់តែមួយផ្លែទេសំណួរ